សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីការ install package នៅក្នុង SendOS អញ្ចឹងមកយើងចូលទៅកាន់ comment យើងមកតមកខ្ញុំប្រើនៅ comment RPM option QA ខ្ញុំប្រើ grab ដើម្បីមើលនៅតា net របស់ខ្ញុំ install នៅអញ្ចឹងណាឲ្យតា net យើងមកនេះវាចេញអីទេវាបញ្ជាក់ថាយើងអត់តបាន install ទេតមកខ្ញុំវាយនៅ command line RPM option QA ដើម្បីពិនិត្យមើលថាយើង install អីខ្លះចឹងណាអូខេអញ្ចឹងយើងចូលទៅកាន់ command យើងមកទៅ RPM option QA យើងមកនេះនេះគឺជា package របស់ខ្ញុំទាំងអស់ដែលខ្ញុំបាន install អញ្ចឹងណាវាមានច្រើនបន្តមកយើងធ្វើការប្រើនៅ keyword YAM ដើម្បី search នៅតា net របស់យើងអញ្ចឹងណាចឹងយើងចូលទៅ command line របស់យើងមកយើងប្រើ YAM install sorry ខ្ញុំច្រឡំយើងប្រើ YAM searchតា net របស់យើងនេះគឺតា net របស់យើងទាំងអស់វាបង្ហាញមកអីឥឡូវនេះខ្ញុំធ្វើការ install វាគឺខ្ញុំប្រើនៅ command line YAM install តា netយើងចាំបន្តិចទៅការ install នៅលើ SendOS វារៀងយឺតតិចហើយនេះវាត្រូវការយើង verify ថាយើងចង់ download អីចឹងចង់ download អត់ចឹងណាបើយើងចង់ download យើងវាយអក្សរ Y បើយើងអត់ download ទេយើងវាយអក្សរ N ចឹងណាអញ្ចឹងខ្ញុំវាយអក្សរ Y មកឥឡូវនេះវាកំពុងតែធ្វើការ install នៅ package ឲ្យយើងអីរងចាំនៅវា download complaint អានឹងមានន័យថាការ download របស់យើងនឹងវាជោគជ័យហើយចឹងយើងរងចាំវាបន្តិចទៅនេះវាចេញ complaint ហើយមានន័យថាការ download របស់យើងនឹងវាជោគជ័យហើយចឹងខ្ញុំធ្វើការ clear screen នឹងចោលទៅដើម្បីកុំឲ្យពិបាកមើលអូខេបន្តមកយើងធ្វើការ list ដើម្បី verify មើលថា YAM របស់យើង install មិញហ្នឹងវាមកនៅចឹងណាចឹងយើងចូលទៅកាន់ command line យើងមកទៅគឺ YAM list យើងនឹងមកនេះតា net ខ្ញុំ download មកមិញវាមកអីតមកខ្ញុំធ្វើការសូសំទោសច្រឡំ
បន្ទាប់មកខ្ញុំធ្វើការ remove នៅតា net នឹងវិញព្រោះអីតា net ខ្ញុំអត់ធ្វើការប្រើប្រាស់វាទេអញ្ចឹងខ្ញុំប្រើនៅ command line jam remove តា net តនេះវាឲ្យយើង verify ដូចពេលយើង download ដំបូងអញ្ចឹងថាយើងចង់ remove វាឬក៏អត់បើអត់ចង់ទេយើងវាយ no វាយអក្សរ n បើចង់គឺយើងវាយអក្សរ y អញ្ចឹងយើងវាយអក្សរ y នេះការ remove របស់យើងនេះវាបានជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការនៅ command line dnf install dnf install nmap សម្រាប់ DNS install នេះវាប្រើស្តៀងទៅនឹងយ៉ាំដែរទេប៉ុន្តែគ្រាន់តែវាធ្វើការលឿនជាងយ៉ាំអញ្ចឹងណាយើង install វាអានេះវាត្រូវការយើង verify ដែរថាយើងចង់ download ឬក៏អីចឹងណាខ្ញុំចង់ download ខ្ញុំប្រើ yes អូខេឥឡូវវាកំពុង download package ហ្នឹងឲ្យយើងនេះយើងប្រើ DNS គឺវាលឿនជាងយ៉ាំហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណដែលតាមដាននៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយសូមអរគុណ